ចាជម្រាបសួរបងប្អូននាងខ្ញុំឈ្មោះរ៉េគីមឡាងជាផ្នែកលក់ម៉ូទ័របូមទឹកលីអូផាំថ្ងៃនេះដែរគឺខ្ញុំមកចង់ណែនាំឈុត booster pump ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ដើម្បីឲ្យមានទឹកប្រើប្រាស់គ្រប់ជាន់សម្រាប់អគារគឺយើងត្រូវប្រើឈុត booster pump ដើម្បីចែកចាយទឹកទៅតាមប្រព័ន្ធអគារបងប្រព័ន្ធ booster pump គឺយើងប្រើប្រាស់ដើម្បីជំរុញទឹកតាមអគារ ខុនដូ និងប្រព័ន្ធស្រោចស្រពកសិកម្មជាដើមប្រព័ន្ធបង្គុំ booster pump មានដូចជាម៉ូទ័រចំនួន2គ្រាប់នាឡិកាធុងសម្ពាធប្រព័ន្ធហួសបញ្ជានិងគ្រឿង accessory inlet outlet ចាបងប្រព័ន្ធម៉ូទ័រ booster ដំណើរការខ្ញុំសូមលើកឡើង4ចំណុចសម្រាប់ដំណាក់កាលទី1គឺប្រព័ន្ធទឹកចាប់ផ្ដើមហូរចូលទៅបំពង់ខាងក្រោមនៃផ្នែកម៉ូទ័រគឺកន្លែងចំណុចទឹកចូលដំណាក់កាលទី2ការបង្កើតសម្ពាធនៅពេលដែលសម្ពាធនៅក្នុងប្រព័ន្ធធ្លាក់ចុះដូចជាមានគេប្រើប្រាស់ទឹកប្រព័ន្ធ pressure switch ឬក៏ប្រព័ន្ធ sensor នឹងធ្វើឲ្យម៉ូទ័រដំណើរការភ្លាមៗដំណាក់កាលទី3គឺដំណាក់កាលរក្សាលំនឹងធុងសម្ពាធនឹងបញ្ចេញសម្ពាធខ្យល់ដើម្បីរុញទឹកទៅប្រើប្រាស់ភ្លាមៗមុនពេលម៉ូទ័រចាប់ផ្ដើមដំណើរការនិងដើម្បីសន្សំសំចៃភ្លើងអគ្គិសនីដំណាក់កាលទី4គឺដំណាក់កាលបញ្ចប់នៅពេលដែលសម្ពាធទឹកឡើងដល់កម្រិតកំណត់ឧទាហរណ៍4បាទូបញ្ជានឹងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ស្វែងប្រវត្តិដោយនេះប្រព័ន្ធ booster pump គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អគារ ខុនដូ និងប្រព័ន្ធស្រោចស្រពកសិកម្ម